មកចំអកមានអ្នកឆ្ងល់ហើយក៏មានអ្នកគាំទ្រដែរពាក់ព័ន្ធជាមួយនឹងយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមរបស់រាជរដ្ឋាភិបាលចង់ដឹងថាតើមកដល់ពេលនេះយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមនឹងបានផ្ដល់នៅលទ្ធផលអីខ្លះដល់កម្ពុជាយើងចាប់តាំងពីពេលដែលរាជរដ្ឋាភិបាលកម្ពុជាយើងសម្រេចអនុវត្តនៅយុទ្ធសាស្ត្រនេះដើម្បីដោះស្រាយបញ្ហាជាមួយនឹងថៃខ្ញុំសង្កេតឃើញថាមានលទ្ធផលជាបន្តបន្ទាប់ចូលមកសម្រាប់កម្ពុជាយើងហើយជាពិសេសគឺការគាំទ្រពីសហគមន៍អន្តរជាតិហើយអ្វីត្បិតតែយើងស្ងាត់យើងមិនទៅតតាំងយើងមិនទៅឆ្លោះអីជាមួយគេទេប៉ុន្តែយើងបានធ្វើនៅសកម្មភាពផ្សេងជាច្រើនរាជរដ្ឋាភិបាលរបស់យើងអត់បាននៅស្ងៀមទេដែលលោកបានព្យាយាមណាស់ទាំងការចរចាជាមួយនឹងភាគីថៃហើយនឹងការព្យាយាមរិះរកនៅគ្រប់មធ្យោបាយទាំងអស់ដើម្បីផ្ញើសារទៅកាន់សហគមន៍អន្តរជាតិទៅតាមលទ្ធភាពដែលយើងអាចធ្វើទៅបានលទ្ធផលដំបូងបំផុតដែលយើងទទួលបានហើយខ្ញុំបានកត់ត្រាទុកគឺនៅក្នុងខែសីហាឆ្នាំ2025ទីហ៊ានកម្ពុជាយើង2នាក់នៅក្នុងចំណោម20នាក់ដែលថៃបានចាប់ទៅដោយខុសច្បាប់ក៏ត្រូវបានដោះលែងឲ្យពួកគាត់បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាយើងវិញក្រោយមកទៀតនៅក្នុងខែតុលាឆ្នាំ2025ដដែលក្រោមការចរចាដោយយកចិត្តទុកដាក់បំផុតពីសំណាក់ថ្នាក់ដឹកនាំកម្ពុជាយើងជាមួយនឹងភាគីថៃហើយមានការសម្របសម្រួលពីលោក Donald Trump និងលោក Anwar យើងក៏ទទួលបាននៅកិច្ចព្រមព្រៀងសន្តិភាពដែលភាគីទាំងពីរចាំបាច់ត្រូវតែអនុវត្តហើយនៅពេលនោះក៏នៅមានការឃ្លាំមើលពីអាមេរិកនិងម៉ាឡេស៊ីផងដែរប៉ុន្តែទោះជាយ៉ាងណាក៏ដោយថៃមិនបានបញ្ឈប់នៅសកម្មភាពឈ្លានពានរបស់ពួកគេនោះទេប៉ុន្តែកម្ពុជានៅពេលនោះគឺបានរក្សាភាពអត់ធ្មត់ខ្ពស់ខ្លាំងបំផុតដើម្បីរក្សាឲ្យបាននៅបទឈប់បាញ់ពីព្រោះយើងគិតថាកាលណាដែលមានការបាញ់បោះគ្នាឡើងវិញម្ដងទៀតអ្នកដែលទទួលរងនៅហានិភ័យខ្ពស់បំផុតគឺកងទ័ពជាមួយនឹងប្រជាពលរដ្ឋនៅតាមព្រំដែនការគោរពនិងអនុវត្តតាមបទឈប់បាញ់ហើយនឹងកិច្ចព្រមព្រៀងនានាដែលមាននៅពេលនោះកម្ពុជាយើងគឺពិតជាទទួលបាននៅការគាំទ្រយ៉ាងច្រើនពីសហគមន៍អន្តរជាតិស្ថានភាពកាន់តែវិវត្តទៅភាពតានតឹងក៏កាន់តែកើនឡើងរហូតមកដល់ថ្ងៃទី8ខែធ្នូឆ្នាំ2025សង្គ្រាមប្រដាប់អាវុធក៏បានផ្ទុះឡើងសារជាថ្មីដែលជាហេតុធ្វើឲ្យកម្ពុជាចាំបាច់ត្រូវតែប្រើប្រាស់នៅសិទ្ធិស្វ័យការពាររបស់យើងដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការឈ្លានពានពីសំណាក់យោធាថៃរយៈពេលជាង20ថ្ងៃបទឈប់បាញ់ជាលើកទី2ក៏កើតមានម្ដងទៀតគឺនៅថ្ងៃទី27ខែធ្នូឆ្នាំ2025ហើយខ្ញុំជឿជាក់ថានៅពេលនោះមានប្រជាជនជាច្រើនពិតជាមានការព្រួយបារម្ភហើយចង់ដឹងចង់ឮឲ្យថ្នាក់ដឹកនាំយើងបានរៀបរាប់ហើយនឹងបកស្រាយអំពីស្ថានភាពទាំងអស់គិតត្រឹមពាក់កណ្ដាលឆ្នាំ2026នេះថ្មីត្បិតតែស្ថានភាពនៅតាមព្រំដែនហាក់មានភាពមិនប្រកបប្រជាក៏ពិតមែនប៉ុន្តែកម្ពុជាពិតជាបានធ្វើឲ្យសហគមន៍អន្តរជាតិបានឃើញអំពីឆន្ទៈនិងការតាំងចិត្តរបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីហើយនឹងការប្រើប្រាស់នៅច្បាប់អន្តរជាតិជាមូលដ្ឋាននៅអំឡុងពេលនោះគឺផ្ទុះមានការចោទប្រកាន់ហើយនឹងមន្ទិលសង្ស័យជាច្រើនក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាតាមរយៈយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមនេះហើយគឺពិតជាបាននាំយកនៅលទ្ធផលមួយផ្សេងទៀតក្រៅពីបទឈប់បាញ់គឺទីហ៊ានកម្ពុជាចំនួន18នាក់ផ្សេងទៀតនៅក្នុងចំណោម20នាក់ដែលថៃបានចាប់ទៅហើយនឹងឃុំឃាំងដោយខុសច្បាប់នៅក្នុងប្រទេសថៃក៏បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី31ខែធ្នូឆ្នាំ2025មានស្ថាប័នអន្តរជាតិជាច្រើនបានបង្ហាញការគាំទ្រនិងលើកទឹកចិត្តចំពោះកម្ពុជាទាំងនៅតាមជំនួបឬក៏កិច្ចប្រជុំទ្វេភាគីឬនៅលើវេទិកាអន្តរជាតិនានាហើយជាក់ស្ដែងមានព័ត៌មានចំនួន2ដែលខ្ញុំចង់រំលឹកផងដែរគឺពាក់ព័ន្ធជាមួយនឹងសភាប្រើភាសាបារាំង APF កាលពីថ្ងៃទី11ខែកក្កដាឆ្នាំ2026នេះក៏បានអនុម័តសេចក្តីសម្រេចគាំទ្រយ៉ាងរឹងមាំចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាហើយក៏បានសម្ដែងនៅការព្រួយបារម្ភចំពោះការបាត់បង់ជីវិតប្រជាពលរដ្ឋការផ្លាស់ទីលំនៅរបស់ជនស៊ីវិលការរំលោភបទឈប់បាញ់ការប៉ះពាល់ទៅដល់បូរណភាពទឹកដីកម្ពុជាការធ្វើឲ្យខូចខាតនៅទីតាំងវប្បធម៌និងសាសនាដែលមានតម្លៃបេតិកភណ្ឌហើយនៅក្នុងសេចក្តីសម្រេចនោះក៏បានកត់ត្រា
នៅការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងយោធាការរៀបចំពិធីសាសនានិងការបែងចែកដីធ្លីនៅក្នុងតំបន់ទាំងនោះផងដែរដែលភាគីថៃបានធ្វើដោយឡែកព័ត៌មានសំខាន់មួយទៀតគឺការពីប៉ុន្មានថ្ងៃមុននេះលោក Tom Andrew ដែលជាអ្នករាយការណ៍ពិសេសរបស់ UN ក៏បានបញ្ជាក់យ៉ាងច្បាស់ថានៅពេលដែលលោកទៅតំបន់ជាយដែនគឺលោកបានឃើញផ្ទាល់នៅអតីតទីប្រជុំជនដែលថៃបានដាក់របាំងនិងលួសបន្លាដើម្បីរារាំងប្រជាពលរដ្ឋកម្ពុជាមិនឲ្យវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញផ្ទះដែលមានស្នាមធ្លុះធ្លាយដោយសារតែគ្រាប់កាំភ្លើងសិប្បកម្មនិងឃ្លាំងស្តុកទំនិញដែលត្រូវបានខូចខាតគ្រាប់ផ្លោងមិនទាន់ផ្ទុះមួយគ្រាប់នៅក្នុងគំនរសំណង់បែកបាក់ហើយលោកក៏បាននិយាយបន្ថែមទៀតថាលោកបានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការជាមួយនឹងរដ្ឋាភិបាលកម្ពុជាហើយនិងថៃដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្សពាក់ព័ន្ធនឹងចំនួនព្រំដែនឲ្យបានឆាប់រហ័សនិងដោយសន្តិវិធីដើម្បីឲ្យប្រជាជនស៊ីវិលបានវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពសេចក្តីថ្លៃថ្នូរនិងស្ថិរភាពយូរអង្វែងបងប្អូនទាំងអស់គ្នាកុំគិតថាខ្ញុំនិយាយតែគាំទ្រប៉ុន្តែទាំងអស់នេះគឺជាអ្វីដែលខ្ញុំបានមើលឃើញពិតមែនយើងទាំងអស់គ្នាប្រហែលជាអាចនឹងមានអារម្មណ៍ថាហេតុអីក៏រដ្ឋាភិបាលស្ងាត់ម៉េះគាត់កំពុងតែធ្វើអីតើគាត់នឹងដោះស្រាយបញ្ហាបែបណាហើយក៏នៅមានសំណួរផ្សេងជាច្រើនទៀតដែលយើងតែងតែបានឮបានឃើញនៅតាមបណ្ដាញសង្គមទាំងដែលការពិតនៅក្រៅឆាកយើងអត់ដែលបានដឹងទេថាតើគាត់បានធ្វើអីខ្លះហើយគាត់ហត់ប៉ុណ្ណាហើយជាក់ស្ដែងគឺលទ្ធផលពិតជាមានសម្រាប់កម្ពុជាយើងមែនលទ្ធផលតែងតែហុចឲ្យយើងបន្តិចម្ដងជាពិសេសគឺការគាំទ្រពីសហគមន៍អន្តរជាតិ